ហូបបាយជាមួយខ្យងស្រែអប់ប្រដាស់គោឆ្ងាញ់ណាស់បងប្អូនទឹកអប់អកលជាតិខ្យងគេបែបនេះគេខ្លែងជាមួយប៊ីយាមួយអីណាខ្ញុំដាក់ទៅជាមួយបាយជាតិអាទឹកគេអត់ដឹងគេដាក់គេខ្លះហើយតែថាក្នុងចាននេះមានម្ដេងមានសក្រីហើយនិងសក្រូចសើចហើយម្ទេសខ្ទឹមសខ្ទឹមអីចឹងណាហើយមានក្លិនទឹកដោះគោឆៅទឹកដោះគោអីចឹងទៅទឹកដោះគោស្រស់ហើយមិនដឹងទេទឹកដោះគោស្រស់នឹងឆៅគេប្រើពាក្យថាក្តាមអប់ទឹកដោះគោឆ្ងាញ់ក្តាមខ្យងតាមពិតរវើរវានៅក្តាមកន្លែងគាត់ក៏មានលក់ក្តាមអប់ដែរតែមួយរយៈហ្នឹងអត់ធ្វើទៅសួរពេលណាអស់រហូតហើយគេលែងធ្វើមកតែក្តាមឆ្ងាញ់ជាងតែខ្យងក៏នៅតែឆ្ងាញ់ដែរឆ្ងាញ់បងប្អូនទឹកវាជាតិជាតិឡើង